តើអ្នកទាំងអស់គ្នាមានដឹងថាការធ្វើផែនការមានអត្ថប្រយោជន៍អ្វីខ្លះការធ្វើផែនការមានអត្ថប្រយោជន៍ជាច្រើនសម្រាប់ការសិក្សាការធ្វើការនិងជីវិតរស់នៅប្រចាំថ្ងៃ1ជួយរៀបចំតាមលំដាប់ការធ្វើផែនការអាចជួយឲ្យអ្នកដឹងថាត្រូវធ្វើអ្វីមុនអ្វីក្រោយដើម្បីជៀសវាងភាពរញ៉េរញ៉ៃនិងការធ្វើជាច្រើនបញ្ចូលគ្នាទី2គឺបន្ថយភាពតានតឹងនៅពេលដែលមានផែនការយើងមិនចាំបាច់គិតរាល់វិនាទីថាត្រូវធ្វើអ្វីបន្ទាប់នេះធ្វើឲ្យអារម្មណ៍ស្ងប់ស្ងាត់និងត្រៀមខ្លួនបានយ៉ាងល្អទី3គឺជៀសវាងការមានកំហុសនិងបញ្ហាការធ្វើផែនការជួយឲ្យយើងគិតទុកជាមុនពីអ្វីដែលអាចកើតឡើងដូច្នេះយើងអាចបង្កើតដំណោះស្រាយទុកជាមុនបានទី4គឺបង្កើនការទទួលខុសត្រូវនិងវិន័យខ្លួនឯងអ្នកនឹងស្គាល់តួនាទីរបស់ខ្លួននិងការងារដែលត្រូវធ្វើដូច្នេះវាជួយឲ្យអ្នកកាន់តែមានទំនួលខុសត្រូវដូចនេះការធ្វើផែនការគឺពិតជាមានកត្តាសំខាន់ណាស់សម្រាប់យើងមួយវិញទៀតបើសិនជាបងប្អូនចង់ប្រឹក្សាយោបល់ចាំពីគ្រូយោបល់តាក់ទងនឹងបញ្ហាផ្សេងៗឬក៏ចង់ស្វែងរកឱកាសការងារបងប្អូនអាចតាក់ទងមកកាន់ UICC ដែលមានទីតាំងស្ថិតនៅក្នុងសាកលវិទ្យាល័យភូមិន្ទអគារ STEM ជាន់ទី7កន្ទុំ701បាន